ពីមុនខ្ញុំមិនដែរគិតថាត្រូវដាក់ឈ្មោះអីទេហើយដល់ខ្ញុំបានចូលរួមជាមួយគម្រោង Capfish Capture ហ្នឹងវាកាន់តែមានភាពទីជម្រៅបន្ថែមទៀតទាក់ទងនឹងការសម្រេចចិត្តរួមគ្នាហ្នឹងធ្វើឲ្យអាជីវកម្មយើងមានគោលដៅមួយច្បាស់លាស់អញ្ចឹងខ្ញុំក៏សម្រេចចិត្តដូរដាក់ឈ្មោះពីរនាក់ឈ្មោះថាសោភ័ណ្ឌសុមីហ្នឹងតែម្ដងទៅការងាររាល់ថ្ងៃនេះមានតួនាទីចែកគ្នាច្បាស់លាស់ខ្ញុំតួនាទីផ្សេងគាត់តួនាទីផ្សេងនៅក្នុងសហគ្រាសនេះខ្ញុំទទួលខុសត្រូវខាងហិរញ្ញវត្ថុនិងអតិថិជនចំណែកប្តីខ្ញុំគាត់ខាងបច្ចេកទេសនៅក្នុងឆ្នាំ2023គម្រោង Catfish Capture បានគាំទ្រដល់សិប្បកម្មសោភ័ណ្ឌសុមេងជាសម្ភារៈបរិក្ខារការរៀបចំផែនការអាជីវកម្មម៉ាកយីហោការធ្វើទីផ្សារ Digital ការផ្សារភ្ជាប់ទីផ្សារនិងការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាពិសេសការបណ្ដុះបណ្ដាលអំពីសមភាព Gender និងស្ត្រីក្នុងភាពជាអ្នកដឹកនាំផងដែរដោយមានការឲ្យតម្លៃគ្នាទៅវិញទៅមកធ្វើឲ្យគ្រួសារខ្ញុំមានសុភមង្គលរីកចម្រើនព្រមទាំងអាជីវកម្មរីកដុះដាលទៅមុខជាលំដាប់ដែរចំណេះដឹងរួមផ្សំជាមួយកិច្ចសហការគ្នាល្អក្នុងអាជីវកម្មនិងមានសម្ភារៈបរិក្ខារទំនើបធ្វើឲ្យផលិតភាពអាចកើនឡើងពី500គីឡូក្រាមដល់2500គីឡូក្រាមក្នុងមួយខែផលិតផលមានគុណភាពធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តជួយបង្កើតការងារថ្មីនិងប្រាក់ចំណូលកាន់តែប្រសើរទាំងសម្រាប់បុគ្គលិកនិងអ្នកផ្គត់ផ្គង់ជាលទ្ធផលពួកគេអាចបញ្ជូនកូនទៅសាលារៀនម្ចាស់សហគ្រាសទាំងប្តីនិងប្រពន្ធបានអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសមភាព Gender ការគោរពសិទ្ធិស្ត្រីនិងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារនិងការចែករំលែកបន្ទុកការងារក្នុងគ្រួសារដើម្បីបង្កើតនូវបរិយាកាសការងារស្មើភាពនិងមានសុវត្ថិភាពពេលដែលបុរសនិងស្ត្រីគៀកស្មាសហការគ្នាដោយស្មើភាពគ្រប់គ្នានឹងទទួលបានផលប្រយោជន៍ទាំងកម្មករអតិថិជននិងក្រុមគ្រួសារសមភាព Gender មិនអាចកាត់ផ្តាច់ពីធុរកិច្ចបានទេវាជាចលករបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក